បាទអរគុណជំរាបសួរបងប្អូនដែលមានវត្តមានអង្គការសង្គមស៊ីវិលជាតិអន្តរជាតិគណៈដឹកនាំសហជីពសមាគមជាពិសេសអ្នកសារព័ត៌មានជាតិអន្តរជាតិដែលបានចូលរួមជារៀងរាល់ឆ្នាំនៅថ្ងៃ22មករាឥឡូវនេះយើងដឹងហើយថាអស់រយៈពេល22ឆ្នាំហើយសំណួរទាំងអស់នេះតែងតែសួរគ្រប់ប្រជាពលរដ្ឋក៏ដូចជាសហជីពអង្គការសង្គមស៊ីវិលថាតើឃាតករដែលបានបាញ់សម្លាប់លោកជាវិជានៅឯណាសំណួរមួយទៀតសួរថាតើយុត្តិធម៌សម្រាប់លោកជាវិជាក៏ដូចជាសាច់ញាតិមិត្តភក្តិនៅឯណាអស់រយៈពេល22ឆ្នាំហើយម្នាក់តែតន្ទឹងរងចាំយុត្តិធម៌សម្រាប់លោកជាវិជាក៏ដូចជាសាច់ញាតិតែក្តីរំពឹងអស់រយៈពេល22ឆ្នាំមិនទាន់ឃើញពន្លឺនៅឡើយនេះបង្ហាញថាអញ្ញាធម៌អសមត្ថភាពឬក៏មិនចង់វែកមុខរកឃាតករពិតនិងអ្នកនៅក្រៅខ្នងឃាតករបើយើងមើលសមត្ថភាពអញ្ញាធម៌មិនអសមត្ថភាពទេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវែកមុខរកឃាតករក៏ដូចជាអ្នកនៅក្រៅខ្នងឃាតករក៏ប៉ុន្តែឲ្យតែពាក់ព័ន្ធនឹងរឿងនយោបាយរឿងធំមិនតែបានឃើញចាប់យកមកផ្ដំទីទោសទៅតាមផ្លូវច្បាប់ទេទុកឲ្យកម្ពុជាគេថាស្ថិតនៅក្នុងរនិតនភាពចំណុចទាំងអស់នេះហើយដែលធ្វើឲ្យអន្តរជាតិក៏ដូចជាជាតិដកសេចក្តីទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជាយើងបញ្ហាទនភាពករណីជាវិជាករណីកាំងលៃករណីឈុតវិធីព្រះសង្ឃព្រះអង្គពុទ្ធតារាចម្រៀងមកដល់ពេលនេះអត់ទាន់ឃើញយកគិតតមកអន្តរជាតិពេលវេលានេះយើងត្រូវតែលើកបំបត្តិពីតនភាពទៅស្ដារឡើងវិញទៅនៅសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីមុខមាត់កម្ពុជាយើង